Ryu Fuji ខ្សែបម្រើពីសញ្ជាតិអតីតថ្នាល Academy របស់ក្លឹបបាល់ទាត់ស្ថិតនៅក្នុងលីកកម្ពុជាសហរដ្ឋអាមេរិកកំពុងធ្វើបានយ៉ាងល្អជាមួយនឹងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងចាប់កំណើតនៅថ្ងៃទី7ខែសីហានៃឆ្នាំ1996នៅក្នុងទីក្រុងហុងកុងដែលមានឪពុកជាជនជាតិជប៉ុននិងមានម្ដាយជាជនជាតិកូរ៉េស្ថិតនៅក្នុងវ័យកុមារភាព Fuji និងក្រុមគ្រួសារគាត់ត្រូវបានផ្លាស់មកលំនៅស្ថាននៅក្នុងរដ្ឋ California របស់សហរដ្ឋអាមេរិកដែលជាកន្លែងគាត់ត្រូវបានធំធាត់និងចូលបង្ហាត់ថ្នាលបាល់ទាត់ដំបូងនៅក្នុងកំឡុងឆ្នាំ2010ដល់ឆ្នាំ2011ស្ថិតនៅក្នុងក្លឹបបាល់ទាត់សាលា South High Schoolនៅក្នុងឆ្នាំ2011ដល់ឆ្នាំ2017គាត់បានមកបង្ហាត់ជាថ្នាលយុវជនរបស់ក្លឹបបាល់ទាត់ Chivas USA ហើយនៅក្នុងឆ្នាំ2013ជាកន្លែងដែលគាត់ផ្លាស់ទៅរួមរស់ជាមួយនឹងថ្នាល Academy របស់ក្លឹបបាល់ទាត់ LA Galaxy គឺជាក្លឹបយក្សរបស់សហរដ្ឋអាមេរិកហើយនៅក្នុងកំឡុងឆ្នាំ2014គាត់ក៏ត្រូវបានដាក់ឲ្យក្លឹបបាល់ទាត់ថ្នាក់វិទ្យាល័យ Santa Barbara Gochu ខ្ចីជើងនិងបានបង្ហាញខ្លួនចំនួន19ប្រកួតឲ្យក្លឹបថ្នាក់វិទ្យាល័យនោះផងដែរក្រោយត្រឡប់ពីការខ្ចីជើងនៅក្នុងក្លឹបថ្នាក់វិទ្យាល័យគាត់ក៏បានវិលមកកាន់ក្លឹបបាល់ទាត់ថ្នាល Academy របស់ LA Galaxy និងបានបង្ហាញខ្លួននៅទីនោះបានប្រមាណ58ប្រកួតសុទ្ធបញ្ចូលទីបានចំនួន4គ្រាប់គាត់មិនអាចខ្លាចជាកីឡាករអាជីពជាមួយនឹងក្លឹបក្រុមធំ LA Galaxy បាននោះទេទើបនៅក្នុងឆ្នាំ2018គាត់បានចាកចេញពីទឹកដីរបស់សហរដ្ឋអាមេរិកមកកាន់តំបន់អឺរ៉ុបដោយបានចូលរួមជាមួយនឹងក្លឹបបាល់ទាត់ Nyköping TIS ស្ថិតនៅក្នុងលីកលំដាប់ទី3របស់ប្រទេសស៊ុយអែតនៅទីនោះគាត់បានបង្ហាញខ្លួនបានចំនួន28ប្រកួតពេញមួយរដូវកាលនៅក្នុងថ្ងៃទី25ខែកុម្ភៈឆ្នាំ2020 Fuji ត្រូវបានគេរាយការណ៍ថាបានចោទលេខាលើកិច្ចព្រមព្រៀងលេងឲ្យក្លឹបបាល់ទាត់ Global Football ស្ថិតនៅក្នុងលីកកម្ពុជារបស់ប្រទេសហ្វីលីពីនប៉ុន្តែក្លឹបនេះត្រូវបានហាមឃាត់ដោយសហព័ន្ធបាល់ទាត់របស់ហ្វីលីពីនមុនពេលចាប់ផ្ដើមរដូវកាលក្រោយពុំមានក្លឹបលេងអស់ប្រមាណ1ឆ្នាំនៅក្នុងកំឡុងខែមេសាឆ្នាំ2021ក្លឹបបាល់ទាត់ Kaya Olilo នៃលីកកម្ពុជារបស់ប្រទេសហ្វីលីពីនបានប្រកាសពីការចោទលេខារបស់ពួកគេជាមួយនឹង Fuji និងបង្ហាញខ្លួននៅទីនោះបានចំនួន10ប្រកួតសុទ្ធបញ្ចូលទីបានមួយគ្រាប់ក្រោយចាក់ចេញពីក្លឹបរបស់ប្រទេសហ្វីលីពីន Kaya Olilo បន្ទាប់មកនៅក្នុងឆ្នាំ2023គាត់បានមកចូលរួមជាមួយនឹងក្លឹបបាល់ទាត់ PSIS សំរាំងរបស់លីកកម្ពុជាឥណ្ឌូនេស៊ីនិងបានរួមរស់នៅទីនោះប្រមាណជា4ខែប៉ុណ្ណោះចូលលេងបាន15ប្រកួតរួចក៏ចាក់ចេញសាច់ជាថ្មីម្ដងទៀតនៅក្នុងកំឡុងខែកក្កដាឆ្នាំ2023ខ្សែបម្រើអន្តរជាតិជប៉ុនលោកនេះបានឈានជើងមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលបានចូលរួមជាមួយនឹងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងគឺជាក្លឹបយក្សរបស់ប្រទេសកម្ពុជាផ្ទាល់តែម្ដងគិតត្រឹមបច្ចុប្បន្នខ្សែបម្រើដែលលេងតួនាទីនៅក្នុងតំបន់បម្រើការពារវ័យ28ឆ្នាំកម្ពស់ 1.78 សង់ទីម៉ែត្ររូបនេះបង្ហាញខ្លួននៅក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងគ្រប់កម្មវិធីទាំងអស់បានចំនួន49ប្រកួតរកបាន4គ្រាប់និងបោះឲ្យគេសុទ្ធបានចំនួន3លើកហើយ